វគ្គចុងក្រោយគឺជាវគ្គដែលចែករំលែកនៅអ្វីដែលទទួលបានហើយខ្ញុំក៏បានចូលរួមចែករំលែកអំពីអ្វីដែលខ្ញុំទទួលបានក៏ដូចជាចំណាប់អារម្មណ៍របស់ខ្ញុំក្រោយពីចូលរួមវគ្គ training រយៈពេល2ថ្ងៃកន្លះនេះទៅកាន់អ្នកចូលរួមប្រហែលជាខ្ទង់ចន្លោះ20ទៅ20ជាងប្រទេសហើយឥឡូវយើងបកមកនិយាយពី session ថ្ងៃត្រង់សិនចាអញ្ចឹងគឺខ្ញុំបានស្ដាប់ការចែករំលែកអំពីបទពិសោធន៍របស់ speaker របស់យើង3រូបចាអ្នកទាំងអស់គ្នាឃើញក្នុងថតនេះហើយខ្ញុំពិតជាសរសើរពួកគាត់ដែលគាត់បានចែករំលែកអំពីបទពិសោធន៍នៅក្នុងការតស៊ូនៅក្នុងជីវិតក៏ដូចជាការផ្លាស់ប្រែនៅក្នុងវិស័យការងារក៏ដូចជានៅក្នុងជីវិតរបស់គាត់ហើយបន្តមកទៀតនេះគឺជាម្ចាស់អាជីវកម្មដែលមានអាយុក្មេងមែនទែនទៅ21ឆ្នាំទេនៅ UK ហើយគាត់ក៏បានចែករំលែកអំពី personal branding ហើយបន្ទាប់មក session ពេលថ្ងៃគឺរឹតតែពិសេសដោយសារអីគឺខ្ញុំបានចូលរៀនវគ្គដែលយើងមិនចាំបាច់ប្រើកូដតែយើងអាចប្រើ AI នៅក្នុងការសរសេរ app បានវ៉ាវមែនតើខ្ញុំចូលវគ្គហ្នឹងហើយខ្ញុំពិតជាមានមោទនភាពតែខ្ញុំបានចូលរួមរៀននៅក្នុងវគ្គរបស់គាត់ហើយខ្ញុំក៏បានអនុវត្តប៉ុន្តែដោយសារតែខ្ញុំអត់បានយកទូរស័ព្ទយកកុំព្យូទ័រទៅអញ្ចឹងប្រើកុំព្យូទ័រងាយស្រួលជាងហើយនេះវីដេអូដែលរៀងលម្អិតដែលខ្ញុំបានចែករំលែកចំណាប់អារម្មណ៍របស់ខ្ញុំអ្នកទាំងអស់គ្នាបែរជាលឺនៅ background របស់ខ្ញុំខ្លះៗហើយព្រោះអីខ្ញុំក៏បានប្រាប់ពីប្រវត្តិដែលខ្ញុំបានស្គាល់ហើយខ្ញុំអាន apply តាមរយៈ speaker មកពីប្រទេសកម្ពុជាយើងគាត់បានផ្ដល់ព័ត៌មានទៅកាន់គ្រប់ដែលខ្ញុំបានចូល training មួយគាត់អញ្ចឹងក៏បានដាក់ពាក្យហើយបានចូលរួមវគ្គរៀនដែលនៅបាក់កកនឹងដែលខាង DCN Global ដែលជា fund របស់ United States គាត់បានរៀបចំឡើងហើយក្នុងរយៈពេលដែលខ្ញុំទៅពីថ្ងៃ1ខែមីនាដល់ថ្ងៃទី5ខែមីនានេះខ្ញុំអាចនិយាយបានថាវាគឺជាពេលវេលាមួយដែលចងចាំដ៏ល្អសម្រាប់ខ្ញុំពីព្រោះអីខ្ញុំទទួលបានចំណេះដឹងថ្មីជាច្រើនទាក់ទងជាមួយនឹងវិស័យ AI បានបើកភ្នែកខ្ញុំឃើញពិភពលោកកាន់តែធំជាពិសេសគឺធ្វើឲ្យខ្ញុំដឹងថាប្រទេសកម្ពុជាយើងក៏កំពុងតែរីកចម្រើនដូចបណ្ដាប្រទេសផ្សេងៗផងដែរមិនត្រឹមតែប៉ុណ្ណោះក៏ខ្ញុំបានរៀនអំពីការអនុវត្តផ្ទាល់ពីរបៀបនៅក្នុងការប្រើ AI ហើយអ្វីដែលរឹតតែសំខាន់គឺទំនាក់ទំនងខ្ញុំបានស្គាល់អ្នកដែលគាត់មកពីបណ្ដាប្រទេសផ្សេងៗដូចជា